អគ្គស្នងការដ្ឋាននគរបាលជាតិនៅរសៀលថ្ងៃទី11ខែមីនាឆ្នាំ2025នេះបានបិទបញ្ចប់សវនកម្មផ្ទៃក្នុងសម្រាប់ការីបរិច្ឆេទ2023និងបណ្ដាឆ្នាំពាក់ព័ន្ធពិធីបិទសវនកម្មនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯកងួនស្រេងអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃនិងឯកឧត្តមសេនីយ៍ឯកឡៅសុលេងអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការហេរញ្ញកិច្ចនិងភ័ស្តុភារតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិថ្លែងក្នុងឱកាសនោះឯកឧត្តមសេនីយ៍ឯកឡៅសុលេងបានឯកភាពរបាយការណ៍សង្ខេបដែលអានដោយលោកឧត្តមសេនីយ៍ត្រីផូប៊ុនលេងអំពីលទ្ធផលសវនកម្មដែលបានអនុវត្តរបស់នាយកដ្ឋានមន្ទីរអង្គភាពជំនាញចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិនាពេលកន្លងមកឯកឧត្តមសេនីយ៍ឯកឡៅសុលេងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារសវនកម្មនិងប្រធាននាយកដ្ឋានមន្ទីរអង្គភាពជំនាញចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានចូលរួមបង្កលក្ខណៈជិតស្និទ្ធបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារសវនកម្មផ្ទៃក្នុងគោលបំណងស្វែងរកស្វែងយល់អំពីចំណុចខ្លាំងចំណុចខ្សោយដើម្បីកែលម្អនិងផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមកក្នុងការបំពេញបេសកកម្មរបស់ខ្លួនឯកឧត្តមសេនីយ៍ឯកឡៅសុលេងបានអះអាងថាអគ្គស្នងការដ្ឋាននគរបាលជាតិបានយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវនិងណែនាំចង្អុលបង្ហាញដល់នាយកដ្ឋានមន្ទីរអង្គភាពជំនាញឲ្យបានខ្ជាប់ខ្ជួននៅរាល់សេចក្តីណែនាំគោលការណ៍របស់ក្រសួងមហាផ្ទៃក៏ដូចជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិពាក់ព័ន្ធការគ្រប់គ្រងនិងដឹកនាំកងកម្លាំងព្រមទាំងការផ្គត់ផ្គង់ភស្តុភារនិងហិរញ្ញវត្ថុការគ្រប់គ្រងមធ្យោបាយឧបករណ៍បច្ចេកទេសជូនដល់កងកម្លាំងដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានបំពាក់ជូននាពេលកន្លងមកសម្ដៅបម្រើឲ្យកិច្ចប្រតិបត្តិការនិងការពារសន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សាធារណៈឯកឧត្តមបានគូសបញ្ជាក់ថាចំពោះការគ្រប់គ្រងបញ្ជាកងកម្លាំងបញ្ជាបន្ទាន់របស់អគ្គស្នងការដ្ឋាននគរបាលជាតិមួយចំនួននាពេលកន្លងមកដែលតម្រូវឲ្យមានការដឹកនាំប្រកបដោយការបត់បែនក្នុងភាពជាម្ចាស់ការនិងហេតុការណ៍ដែលកើតឡើងមានជាយថាហេតុហើយកិច្ចការទាំងនោះបង្កឲ្យមានចំណុចខ្លាំងចំណុចខ្សោយក៏ដូចជាបញ្ហាប្រឈមជាសត្យានុម័តនិងអត្តនោម័តក្នុងពេលដឹកនាំបញ្ជាកងកម្លាំងក្នុងនាមកងកម្លាំងនគរបាលជាតិឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារសវនកម្មដែលបានផ្ដល់អនុសាសន៍ល្អសម្របសម្រួលនិងសហការល្អប្រសើរផ្ដល់ជូនដល់នាយកដ្ឋានមន្ទីរអង្គភាពជំនាញក្នុងអំឡុងពេលការចុះធ្វើសវនកម្មសម្ដៅពិនិត្យលើការងារគ្រប់គ្រងកម្លាំងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋការងារផ្គត់ផ្គង់ភស្តុភារនិងហិរញ្ញវត្ថុឲ្យកាន់តែល្អប្រសើរបន្ថែមទៀតឯកឧត្តមជឿជាក់ថាការធ្វើសវនកម្មនាពេលនេះគឺជាការឆ្លុះបញ្ចាំងធ្វើឲ្យមានការកែប្រែថ្មីក្នុងប្រសិទ្ធភាពការដឹកនាំបញ្ជាកងកម្លាំងក៏ដូចជាការគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិរដ្ឋការងារគ្រប់គ្រងបុគ្គលិកការងារគ្រប់គ្រងរបបផ្សេងៗឲ្យកាន់តែមានតម្លាភាពគណនេយ្យភាពនិងប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋជាមួយគ្នានោះឯកឧត្តមសេនីយ៍ឯកងួនស្រេងអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានអញ្ជើញចូលរួមកិច្ចប្រជុំបិទសវនកម្មសម្រាប់ការីបរិច្ឆេទ2023និងបណ្ដាឆ្នាំពាក់ព័ន្ធឯកឧត្តមបានថ្លែងអំណរគុណនិងសូមកោតសរសើរដោយស្មោះដល់ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានរួមចំណែកសហការនិងជួយសម្របសម្រួលជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងធ្វើឲ្យការងារសវនកម្មអាចសម្រេចបានលទ្ធផលជារបាយការណ៍ប្រកបដោយភាពទទួលខុសត្រូវខ្ពស់និងមានការព្រមព្រៀងទទួលយកដើម្បីបន្តរួមចំណែកកែលម្អជាបន្តបន្ទាប់ទៀត